អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិបានធ្វើដំណើរទៅដល់រដ្ឋរ៉ាគីនប៉ែកខាងលិចភូមាកាលពីថ្ងៃសុក្របន្ទាប់ពីមានបណ្ដឹងហើយនឹងព័ត៌មានស្ដីពីការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរទៅលើជនជាតិភាគតិចរ៉ូហិញ៉ានៅក្នុងរដ្ឋជាប់ព្រំដែនជាមួយនឹងប្រទេសបង់ក្លាដេសតាំងតែពីខែតុលាឆ្នាំមុនយោធាភូមាបានចុះបង្ក្រាបនៅតំបន់ភាគខាងជើងរដ្ឋរ៉ាគីនដែលបើតាមអង្គការសហប្រជាជាតិបានបណ្ដាលឲ្យមនុស្សជាង 60,000 នាក់រស់ភៀសខ្លួនទៅក្នុងប្រទេសបង់ក្លាដេសជនភៀសខ្លួនបានរៀបរាប់ពីការធ្វើទុកបុកម្នេញរបស់ទាហានភូមាដែលបានដុតផ្ទះសម្បែងចាប់រំលោភផ្លូវភេទហើយនឹងបាញ់សម្លាប់ក្រៅច្បាប់ទៅលើជនជាតិភាគតិចរ៉ូហិញ៉ារដ្ឋាភិបាលភូមារបស់លោកស្រីអ៊ុងសានស៊ូជីវិញបានបដិសេធការចោទប្រកាន់ហើយនឹងអះអាងទៅវិញថានៅរដ្ឋរ៉ាគីនក្រុមយោធាបានបើកប្រតិបត្តិការបោសសម្អាតក្រុមជនបះបោរដែលបានវាយប្រហារទៅលើប៉ុស្តិ៍ច្រកត្រួតពិនិត្យរបស់ប៉ូលីសភូមានៅព្រំដែននៅថ្ងៃសុក្រម្សិលមិញនៅពេលទៅដល់រដ្ឋរ៉ាគីនលោកស្រីអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិបានចូលជួបពិភាក្សាជាមួយនឹងអ្នកតំណាងគណៈបកកណ្ដាលអំណាចរបស់លោកស្រីអ៊ុងសានស៊ូជីក៏ប៉ុន្តែផ្ទុយទៅវិញលោកស្រីទៅបានមន្ត្រីគណៈបកជាតិអារ៉ាកានដែលមានសម្លេងគាំទ្រផ្ដាច់មុខនៅរដ្ឋរ៉ាគីននោះបដិសេធមិនឲ្យចូលជួបគណៈបកជាតិអារ៉ាកានធ្លាប់បានប្រឆាំងដាច់ខាតមិនឲ្យគេផ្ដល់សញ្ជាតិភូមាដល់ជនជាតិរ៉ូហិញ៉ានៅរដ្ឋរ៉ាគីននៅឆ្នាំ2012រដ្ឋរ៉ាគីននេះធ្លាប់ជាកន្លែងដែលផ្ទុះកើតដំបូងនៃចំនួនហិង្សារវាងសហគមន៍អ្នកកាន់ពុទ្ធសាសនាហើយនឹងក្រុមជនភាគតិចរ៉ូហិញ៉ាដែលកាន់សាសនាអ៊ីស្លាមលោកស្រីលីយ៉ុងហេផ្ទាល់ធ្លាប់ត្រូវបានមេដឹកនាំសង្ឃភូមាគំរាមសម្លាប់ហើយនឹងជេរប្រមាថថាជាស្រីលោកខ្លួនបន្ទាប់ពីលោកស្រីបានរិះគន់រដ្ឋាភិបាលភូមាថាបានបណ្ដោយឲ្យជនជាតិភាគតិចរ៉ូហិញ៉ារស់នៅក្នុងស្ថានភាពក្រីក្រហើយនឹងទទួលរងការបង្ក្រាបដ៏ហិង្សាពីសំណាក់អាជ្ញាធរមូលដ្ឋានរឿងធ្វើទុកបុកម្នេញលើជនជាតិរ៉ូហិញ៉ាដែលកាន់សាសនាអ៊ីស្លាមនេះបានបណ្ដាលឲ្យមានព្រឹត្តិកម្មរិះគន់ពីអង្គការការពារសិទ្ធិមនុស្សហើយនិងសហគមន៍អន្តរជាតិរដ្ឋាភិបាលម៉ាឡេស៊ីធ្លាប់បានអំពាវនាវឲ្យលោកស្រីអ៊ុងសានស៊ូជីអន្តរាគមន៍បញ្ឈប់អំពើហិង្សាទៅលើជនជាតិរ៉ូហិញ៉ាតទៅទៀតនៅសប្តាហ៍ក្រោយម៉ាឡេស៊ីដែលកាន់សាសនាអ៊ីស្លាមនឹងធ្វើជាម្ចាស់ផ្ទះបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសរបស់បណ្ដាប្រទេសអ៊ីស្លាមដើម្បីនិយាយអំពីវិបត្តិជនភៀសខ្លួនរ៉ូហិញ៉ានៅភូមា